នេះគឺជាប្រវត្តិសាស្ត្រឲ្យបងប្អូនអរគ្នាជាមួយនឹងការផ្លាស់ប្ដូររូបរាងថ្មីទៅលើ Toyota Hilux Travo ស៊េរីថ្មីនេះឥឡូវនេះទៅតាមដានទស្សនាសកម្មភាពតេស្ត drive ពីដើមដល់ចប់ទាំងអស់គ្នាបងប្អូនឥឡូវនេះខ្ញុំបានការហើយបានលេខ37តេស្ត drive តតែអញ្ចឹងមិនគេហៅថាតេស្ត drive បងប្អូនអរគ្នាចំណុចចាប់ផ្ដើមគឺការតេស្ត speed ហើយនិងការជន់ហ្វ្រាំងចង់ដឹងថាហ្វ្រាំងគៀបទាំង4របស់ Toyota Hilux Travo Rally ហ្នឹងវាមានប្រសិទ្ធភាពប៉ុណ្ណាសម្រាប់ការតេស្តទៅលើ Travo នេះបងប្អូនមើលឃើញស្ថានភាពនេះគឺស្ថានភាពផ្លូវទួលខ្ពស់ហើយស្ថានភាពផ្លូវមួយដែលខ្ញុំកត់សម្គាល់គឺស្ថានភាពផ្លូវបែបរៀងខ្ពស់ទាបបងប្អូនអរគ្នាជង្ហុកគឺជ្រៅមែនតើអញ្ចឹងនៅពេលដែលរថយន្តរបស់យើងទៅដល់ឧបសគ្គហ្នឹងគឺកង់រថយន្តមួយជាហៀងនឹងធ្វើការបាសឲ្យបងប្អូនអរគ្នាអញ្ចឹងនៅពេលដែលបាសហ្នឹងគឺជាឧបសគ្គមួយសម្រាប់អ្នកដែលគាត់អត់ដឹងតិចនិចឬក៏ឡានគាត់មានសមត្ថភាពខ្សោយអត់មានមុខងារ drive mode គ្រប់គ្រាន់គឺដឹងតែពិបាកនៅក្នុងការឆ្លងកាត់ឧបសគ្គចុងក្រោយនេះគឺជាឧបសគ្គបែបរៀងផ្អៀងមុំត្រេដែរបងប្អូនអរគ្នាបើសិនជាអ្នកដែលគាត់មិនដែលមានបទពិសោធន៍រៀងភ័យបន្តិចដោយសារតែនៅពេលដែលយើងជិះទៅផ្អៀងតែឡាននេះអត់អីទេសុទ្ធតែជាឧបសគ្គដែលខ្ញុំសង្ខេបនៅក្នុងវីដេអូនេះទាំងអស់ចឹងនេះគឺជារថយន្តសម្រាប់ដាក់ឲ្យធ្វើការតេស្ត drive ទាំងអស់គ្នាមានដូចជា Hilux Revo Rally L Edition ក៏ដូចជា V Edition ជាដើមអញ្ចឹងបងប្អូនកុំឲ្យខាត់ពេលយូរនាំអារម្មណ៍បងប្អូនទៅតេស្ត drive ជាមួយខ្ញុំដូចតទៅឥឡូវនេះយើងចូលទៅដល់ផ្លូវតេស្តដែលគេតម្រូវយើងបើកល្បឿន80ហើយទៅជាន់ហ្វ្រាំងនៅផ្នែកខាងមុខអញ្ចឹងបងប្អូនអរគ្នាយើង switch ទៅ 4H ហើយនឹងកាច់ទៅ Sport Mode តើទាំងអស់គ្នាជាន់កុងទ័រ80ល្អ nice okay continue ចុះបងប្អូនបន្តយើងតេស្តទៅលើ VSC ប្រព័ន្ធទប់លំនឹងវ៉ាវលយមែនតើឥឡូវនេះយើងចូលទៅកាន់ស្ថានភាពផ្លូវបន្ទាប់គឺ slippery road ផ្លូវល្អិលអញ្ចឹងបងប្អូនយើងចូលទៅកាន់ផ្លូវភក់គឺយើងជន់យឺតបំផុតគឺទុកឲ្យរថយន្តធ្វើដំណើរដោយខ្លួនឯងមានន័យថាធ្វើការដោយខ្លួនឯងបងប្អូនមើលស្ថានភាពផ្លូវភក់នេះទៅឡានហ្មងផុកណាតែសម្រាប់ Hilux Travo នេះពីទាំង suspension ទាំងប្រព័ន្ធទប់លំនឹងរបស់វាគឺល្អមែនតើបងប្អូនអរគ្នាឥឡូវនេះចូលទៅដល់ផ្លូវ Rocky Road ឬក៏ផ្លូវថ្មដំបូងផុតយើងត្រូវបញ្ជាកាពិតាសទៅ 4L អញ្ចឹងយើង put to neutral ឬក៏កាច់ទៅលេខ N ហើយបន្តមកទៀតគឺយើង switch មក 4L ហើយយើង switch ទៅ rock mode អញ្ចឹងនៅពេលដែលចូល rock mode គឺពេលហ្នឹងយើងឲ្យឡានយើង Travo ធ្វើការឆ្លងកាត់ឧបសគ្គឲ្យយើង So we stop here yeah we stop here and move back to 4H yeah and move ចឹងបងប្អូនឥឡូវនេះយើងកាច់ទៅ 4H ដើម្បីឆ្លងកាត់ផ្លូវឧបសគ្គដែលគេហៅថា offset hole នេះគឺផ្លូវទៀបឆ្វេងទៀបស្ដាំហើយចង្ហុកជ្រៅមែនតើអញ្ចឹងបងប្អូនយើង switch ត្រឹម set mode ក៏បានដែរអូខេឆ្លងកាត់របស់ខ្ញុំដល់គ្នាចឹងបងប្អូនអានេះយើងតេស្តទៅលើប្រព័ន្ធទប់លំនឹងហើយយើងយឺតតាមដែលអាចធ្វើទៅបានអូខេអូខេបងប្អូនយើងឆ្លងកាត់ឧបសគ្គមិនហើយ side offset ហ្នឹងឧបសគ្គមួយដែលខ្ញុំរៀងបែកញើសដែរតែ Hilux Travo នេះល្អមែនសូមជំរាបប្រាប់បងប្អូនបន្តិចសម្រាប់រថយន្ត Hilux Travo នេះគឺបង្គំតម្លើងដោយវិស្វករខ្មែរតែម្ដងបងប្អូនអរគ្នាគឺជាស្នាដៃរបស់កូនខ្មែរយើងខ្ញុំនឹកស្មានថាធ្វើបានណាជាពិសេសគឺ brand Toyota Hilux ដ៏មានគុណភាពអូខេបងប្អូនឥឡូវនេះចប់ហើយឥឡូវនេះយើងមកដល់ទីតាំងដើមវិញអរគុណបងមែនតើគាត់បានប្រាប់យើងរបស់ក្បាយហើយសមត្ថភាពឡាននេះមិនធម្មតាទេបងប្អូនដោយវិស្វករខ្មែរយើងអូខេបងប្អូនឥឡូវនេះខ្ញុំបានតេស្តរួចរាល់ហើយឃើញថាសប្បាយមែនតើដោយសារតែសមត្ថភាពរថយន្តហ្នឹងយើងទុកចិត្តបានការប្រើប្រាស់នៅមុខងារផ្សេងៗហ្នឹងវាសមស្របសម្រាប់ឧបសគ្គមួយសូមអរគុណសម្រាប់ការតាមដានទស្សនាពីដើមដល់ចប់សូមគោរពលាហើយជួបគ្នានៅវីដេអូក្រោយទៀត